ជំរាបសួរបងប្អូនរួមជំនឿទាំងអស់គ្នាប្រធានបទនៅព្រឹកនេះមានចំណងជើងថាកម្លាំងក្នុងការបន្ទាបខ្លួននិងប្រាជ្ញាក្នុងការរួបរวมនៅក្នុងភូមិមួយដែលស្ថិតនៅជាប់ទន្លេមេគង្គមានរឿងដំណើរថាមានក្មេងប្រុសម្នាក់ឈ្មោះថារិទ្ធហើយបងប្រុសរបស់គាត់មានឈ្មោះថាវណ្ណៈដែលគេស្គាល់ថាជាក្មេងដែលឆ្លាតជារៀងរាល់ថ្ងៃរិទ្ធខំប្រឹងរៀនខ្លាំងណាស់ដើម្បីឲ្យពូកែដូចជាបងប្រុសរបស់ខ្លួនតែក៏មានអ្នកដែលចាំសើចចំអកដល់រិទ្ធដែរតែជំនួសឲ្យកំហឹងរិទ្ធបានឆ្លើយតបទៅវិញទាំងញញឹមជាមួយនឹងសុភាសិតដែលម្ដាយរបស់គាត់បានបង្រៀនដល់គាត់ថាបើចេះឲ្យគេកោតបើឆោតឲ្យគេអាណិតថ្ងៃមួយចាស់ព្រឹទ្ធាចារ្យក្នុងភូមិបានសុំឲ្យវណ្ណៈជួយរៀបចំកម្មវិធីនៅក្នុងភូមិដោយមោទនភាពចំពោះចំណេះដឹងរបស់គាត់វណ្ណៈបានប្រញាប់ប្រញាល់រៀបចំផែនការដែលមិនបានស្ដាប់ដំបូន្មានរបស់ព្រឹទ្ធាចារ្យឡើយការរៀបចំនោះបានคล้ายទៅជាចលាចលហើយមោទនភាពរបស់វណ្ណៈបានរារាំងគាត់មិនឲ្យសុំជំនួយរិទ្ធបានឃើញពីទុក្ខលំបាកនោះក៏នឹកឃើញរឿងបុរសម្នាក់ឈ្មោះថាណាបាលពីក្នុងគម្ពីរដែលជាមនុស្សអាក្រក់និងល្ងង់ណាស់ទើបគ្មាននរណាអាចនិយាយជាមួយគាត់បានឡើយមោទនភាពរបស់ណាបាលនាំឲ្យមានមហន្តរាយដោយដែលវណ្ណៈកំពុងជួបប្រទះដែររិទ្ធគិតក្នុងចិត្តថាខ្ញុំប្រហែលជាមិនឆ្លាតដូចវណ្ណៈទេប៉ុន្តែខ្ញុំប្រហែលជាអាចជួយគាត់បានដូចនេះដោយអធិដ្ឋានក្នុងចិត្តរិទ្ធក៏ចូលទៅចិត្តវណ្ណៈគាត់បាននិយាយថាខ្ញុំសូមជួយបងផងយើងនឹងរួមគ្នាធ្វើការនេះឲ្យបានជោគជ័យវណ្ណៈបន្ទាបខ្លួននិងធូរស្រាលរួចទទួលសំណើរបស់រិទ្ធពួកគេបានធ្វើការជាមួយគ្នាហើយឆន្ទៈក្នុងការរៀននិងការអភ័យទោសរបស់រិទ្ធបាននាំមកនូវអ្វីដែលល្អបំផុតនៅក្នុងពួកគេទាំងពីរនាក់ពិធីបុណ្យនេះពិតជាស្រស់ស្អាតជាងអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់ចាប់តាំងពីពេលនោះមកការចេះដឹងរបស់វណ្ណៈបានធ្វើឲ្យអ្នកភូមិគោរពគាត់ប៉ុន្តែចិត្តរបស់រិទ្ធបានធ្វើឲ្យអ្នកភូមិស្រឡាញ់គាត់វិញសេចក្តីសប្បុរសរបស់រិទ្ធនិងប្រាជ្ញារបស់វណ្ណៈត្រូវបានគេស្គាល់ថាជាល្បាយដ៏ល្អឥតខ្ចោះដែលបំពេញគ្នាទៅវិញទៅមកជាការពិតណាស់មិនមែនការងារទាំងអស់អ្នកទាំងអស់គ្នាសុទ្ធតែធ្វើបានតែម្នាក់ឯងនោះទេបើនៅក្នុងកន្លែងការងារអ្នកអាចត្រូវការជំនួយពីមិត្តរួមការងាររបស់យើងដើម្បីសម្រេចនូវគម្រោងណាមួយឬបើនៅក្នុងក្រុមជំនុំអ្នកក៏ត្រូវការលើកទឹកចិត្តអំពីសំណាក់អ្នកដឹកនាំឬពីគ្រូគង្វាលដូចគ្នាការដែលយើងមានអំណួតអួតនឹងខ្លួនឯងវានឹងធ្វើឲ្យបាក់ទឹកចិត្តនៅពេលដែលយើងជួបបញ្ហាព្រោះតែយើងមិនហ៊ានរកជំនួយពីអ្នកដទៃទេដោយសារតែយើងមានអំណួតលើខ្លួនឯងដូចជានៅក្នុងគម្ពីរ1សាមយុអែចំពោះ25ខ17បានលើកឡើងយ៉ាងដូចនេះថាសូមជម្រាបជូនលោកស្រីជ្រាបសូមពិចារណាចោះតើត្រូវធ្វើដូចម្ដេចត្បិតមុខជាគេបានសម្រេចនឹងធ្វើការអាក្រក់ដល់ចៅហ្វាយយើងខ្ញុំនិងពួកគ្រួសារលោកទាំងអស់គ្នាហើយពីព្រោះលោកប្រុសជាមនុស្សកំណាចណាស់អត់មាននរណានិយាយជាមួយនឹងលោកបានឡើយការដែលចេះបន្ទាបខ្លួនមិនមែនមានន័យថាយើងជាមនុស្សដែលអស់នោះទេក៏ប៉ុន្តែនេះបង្ហាញថាយើងជាមនុស្សដែលឆ្លាតវៃចេះស្គាល់អំពីដែនកំណត់និងចំណុចខ្សោយរបស់យើងនៅក្នុងបទគម្ពីរភីលីបចំពុក2ខ3បានលើកឡើងថែមទៀតថាកុំឲ្យធ្វើអ្វីដែលទាស់តែងគ្នាឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយតែចូលរាប់អានឲ្យលើសជាងខ្លួនឯងដោយចិត្តសភាពវិញប្រជាម្ចាស់តែងតែបង្រៀនមនុស្សឲ្យចេះបន្ទាបខ្លួនមិនឲ្យក្រអើក្រទមទេតែត្រូវចេះរួបរวมដើម្បីឲ្យមានភាពរីកចម្រើនទៅខាងមុខការលើកទឹកចិត្តគ្នាជាកត្តាសំខាន់មួយក្នុងការរួបរวมដោយសារតែយើងទាំងអស់គ្នាគឺជាអវយវៈរបស់ព្រះដូចនេះការដែលរួបរวมបម្រើព្រះគឺជារឿងដែលត្រឹមត្រូវបំផុតដោយសារតែយើងមិនអាចធ្វើការទាំងអស់នោះដោយខ្វះផ្នែកណាមួយនោះឡើយយើងមានប្រព័ន្ធផ្សេងពីគ្នាជាហេតុដែលធ្វើឲ្យការរួបរวมគឺជាកម្លាំងយ៉ាងខ្លាំងក្នុងការជួយទៅដល់ក្រុមជំនុំរបស់បងប្អូនដូច្នេះបងប្អូនត្រូវចេះបន្ទាបខ្លួនដើម្បីឲ្យប្រជាម្ចាស់អាចលើកអ្នកឡើងវិញ